កម្ពុជារកចំណូលបានជាង$540 លានពីការនាំចេញកង់កើនឡើងជាង40%កម្ពុជារកចំណូលបានប្រមាណជាង$541 លានពីការនាំចេញកង់និងកង់អគ្គិសនីទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល11ខែឆ្នាំ2025កើនឡើងជិត44%ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2024នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មទីផ្សារសំខាន់សម្រាប់ផលិតផលកង់របស់កម្ពុជាគឺសហរដ្ឋអាមេរិកអាល្លឺម៉ង់អង់គ្លេសជប៉ុនចិនបណ្ដាប្រទេសអាស៊ានបែលហ្សិកហូឡង់អូទ្រីសស៊ុយអែតដាណឺម៉ាអូស្ត្រាលីឆេកអ៊ីតាលីកូឡុំប៊ីកូរ៉េខាងត្បូងអេស្ប៉ាញស្លូវេនីនិងកាណាដាឧស្សាហកម្មផលិតកង់គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់បណ្ដាប្រទេសសហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនៅមុនឆ្នាំ2020ប្រទេសចិនជាអ្នកនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុបហើយចិនតៃប៉េគឺជាប់លំដាប់លេខ2ប៉ុន្តែគិតចាប់ពីឆ្នាំ2020មកគឺកម្ពុជាក្លាយជាប្រទេសទី1ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុបស្មើនឹង24%នៃការនាំចេញសរុបរបស់សហគមន៍អឺរ៉ុបខណៈប្រទេសចិនមានត្រឹម17%និងចិនតៃប៉េ11%លោកបណ្ឌិតជ័យតេញអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចបានប្រាប់ឲ្យដឹងថាការនាំចេញរបស់កម្ពុជាមានកំណើនក្នុងនោះវិស័យឧស្សាហកម្មមានការកើនឡើងដោយវិស័យកាត់ដេរជាពិសេសវិស័យកម្មនសិលការនាំចេញកង់គ្រឿងបង្គុំអគ្គិសនីនិងអេឡិចត្រូនិកជាដើមបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន5បានដំឡើងកង់សម្រាប់ការនាំចេញក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន Evergrande Bicycle Cambodia ក្រុមហ៊ុន Speeding Industrial Co Ltd ក្រុមហ៊ុន Smartech Cambodia Co Ltd ក្រុមហ៊ុន AJ Cambodia Co Ltd និងក្រុមហ៊ុន HDF Bicycle Cambodia Co Ltd